នាយកប្រតិបត្តិក្រុមហ៊ុន Xpeng នឹងដឹកនាំផ្ទាល់លើអាជីវកម្មមនុស្សយន្តដើម្បីពន្លឿនការផលិតទ្រង់ទ្រាយធំលោកហ៊ីសៅផេងនាយកប្រតិបត្តិក្រុមហ៊ុន Xpeng បានប្រកាសថាលោកនឹងចូលកាន់តំណែងដឹកនាំអាជីវកម្មមនុស្សយន្តរបស់ក្រុមហ៊ុនដោយផ្ទាល់ការផ្លាស់ប្ដូរនេះកើតឡើងនៅពេលដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនមួយនេះកំពុងជំរុញឲ្យមានការផលិតមនុស្សយន្តទ្រង់ទ្រាយធំនៅចុងឆ្នាំនេះបន្ទាប់ពីបានក្លាយជាអ្នកនាំមុខគេនៅក្នុងវិស័យនេះនៅក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តនានានៅក្នុងលិខិតផ្ទៃក្នុងដែល Reuters ទទួលបានលោកហ៊ីបានលើកឡើងថាឧស្សាហកម្មមនុស្សយន្តកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លាទោះបីជាយើងមើលឃើញច្បាស់ពីទិសដៅនិងពេលវេលាដែលឈានទៅរកជ័យជំនះក៏ដោយក៏វាទាមទារនូវការអនុវត្តដ៏ស្មុគស្មាញនិងការសម្រេចចិត្តនៅក្នុងកម្រិតខ្ពស់បំផុតលោកហ៊ីបានបញ្ជាក់ថាការសម្រេចចិត្តចូលទៅកាន់តំណែងជាប្រធានអង្គភិបមនុស្សយន្តនេះមានប្រសិទ្ធភាពចាប់តាំងពីពេលនេះតទៅដើម្បីត្រៀមខ្លួនសម្រាប់ដំណាក់កាលផលិតកម្មទ្រង់ទ្រាយធំនិងការធ្វើពាណិជ្ជកម្មនៃមនុស្សយន្ត model Iron ដែលមានលក្ខណៈដូចមនុស្សដែលត្រូវបានបង្ហាញខ្លួនកាលពីឆ្នាំមុនការប្រកាសនេះកើតឡើងស្របពេលដែលមានព័ត៌មានថាលោកស៊ីសៅស៊ីនដែលជានាយកប្រតិបត្តិស្នូលនៃគម្រោង Iron បានចាក់ចេញពីក្រុមហ៊ុនកាលពីដើមខែនេះ Xpeng បានបញ្ជាក់ថាលោកស៊ីបានលាលែងពីតំណែងជាអ្នកដឹកនាំជាន់ខ្ពស់ផ្នែកផែនការផលិតមនុស្សយន្តដែលមិនបានបញ្ជាក់ពីមូលហេតុលម្អិតឡើយក្រុមហ៊ុន Xpeng ដែលកំពុងផ្ដោតខ្លាំងទៅលើបញ្ញាសិប្បនិម្មិតរូបវិទ្យារួមទាំងមនុស្សយន្តនិងរថយន្តហោះបានកំណត់គោលដៅចាប់ផ្ដើមផលិតមនុស្សយន្ត Iron នៅក្នុងទ្រង់ទ្រាយធំនៅឆ្នាំ2026មនុស្សយន្តត្រូវបានរំពឹងថានឹងដាក់ឲ្យសាក់ល្បងនៅក្នុងហាងលក់រាយរបស់ Xpeng ជាមុនសិនមុននឹងឈានទៅដល់ការចែកចាយជូនអតិថិជនពាណិជ្ជកម្មទាំងនៅក្នុងប្រទេសចិននិងក្រៅប្រទេសចាប់ពីឆ្នាំ2027តទៅ